យុវជននោះបានបុកក្បាលនឹងរូបសំណាកខ្វាន់យូដោយចៃដន្យប៉ុន្តែដំណក់ឈាមរបស់គាត់បានធ្វើអភូតហេតុដើម្បីស្ដាររូបរាងមាសរបស់ខ្វាន់យូឡើងវិញដំណក់ឈាមនោះបានធ្លាក់ចេញពីចុងកាំបិតហើយធ្លាក់មកលើទូរស័ព្ទរបស់យុវជនរូបនោះនៅថ្ងៃបន្ទាប់គាត់បានទទួលសារព្យាករណ៍មួយតាមទូរស័ព្ទរបស់គាត់ដោយមិនអាចពន្យល់បានថាក្រុមរុះរើមួយក្រុមខណៈពេលកំពុងជីកកាយផ្ទះចាស់មួយក្នុងភូមិមួយបានជីកឃើញថូបុរាណមួយដែលមានតម្លៃរាប់លានដុល្លារដោយមិនបានគ្រោងទុកដោយគិតថាវាជាព័ត៌មានคล้ายៗយុវជនរូបនេះហៀបនឹងលុបវាចោលពេលគាត់មើលឲ្យចិត្តហើយបានដឹងថាអាសយដ្ឋាននោះជាផ្ទះរបស់គាត់ដូច្នេះដោយមិនបានគិតអ្វីទាំងអស់គាត់បានត្រឡប់ទៅផ្ទះវិញហើយចាប់ផ្ដើមស្វែងរកដោយមានការភ្ញាក់ផ្អើលបន្ទាប់ពីបានបង្វែរអ្វីទាំងអស់ឲ្យក្រឡាប់ចុះគាត់ពិតជាបានរកឃើញថូបុរាណនោះគាត់បានលក់វាភ្លាមក្នុងតម្លៃ10លានដោយបានប្រែคล้ายខ្លួនគាត់ពីអ្នកក៏ទៅជាមហាសេដ្ឋីភ្លាមគាត់មិនបានដឹងទេថានេះទាំងអស់គឺដោយសារព្រះខ្វាន់យូទេពធីតាមួយអង្គក្នុងទេវកថាចិនបានប្រទានពរដល់ទូរស័ព្ទរបស់គាត់ដែលអនុញ្ញាតឲ្យគាត់មើលឃើញអនាគតនឹងឈានដល់កំពូលនៃភាពជោគជ័យភ្លាមនោះទូរស័ព្ទរបស់គាត់បានទទួលសារព្យាករណ៍មួយទៀតការដ្ឋានសំណង់មួយក្នុងតំបន់នោះបានដួលរលំដោយមិនបានរំពឹងទុកហើយអ្នកគ្រប់គ្រងរបស់វាគឺស៊ូអានបានស្លាប់យ៉ាងសោកសៅបុរសវ័យក្មេងដែលបានស្លាប់ក្នុងគ្រោះថ្នាក់នោះបានគិតអំពីស៊ូអានដែលជាបុរសមានបំផុតរបស់ពិភពលោកគាត់បានវែកញែកថាប្រសិនបើគាត់អាចជួយសង្គ្រោះជីវិតរបស់ស៊ូអានគាត់នឹងមិនត្រឹមតែនាំមកនូវសេរីរុងរឿងដល់ដូនតារបស់គាត់សម្រាប់រយៈពេល8ជំនាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងធានាបាននៅផាសុកភាពពេញមួយជីវិតរបស់គាត់ទៀតផងបន្ទាប់មកគាត់បានទៅតាមផ្លូវដែលស៊ូអានតែងតែធ្វើដំណើរទៅធ្វើការមិនយូរប៉ុន្មានគាត់បានឃើញរថយន្តទំនើបរបស់ស៊ូអានកំពុងមកដល់ដោយមិនស្ទាក់ស្ទើរគាត់បានប្រញាប់ប្រញាល់ទៅមុខហើយបញ្ឈប់រថយន្តដែលបើកលឿនរបស់ស៊ូអានបុរសចំណាស់បានចុះពីឡានរបស់គាត់ដំបូងឡើយគិតថាបុរសវ័យក្មេងនោះកំពុងព្យាយាមបោកប្រាស់គាត់ប៉ុន្តែបុរសវ័យក្មេងនោះមិនបានផ្ដល់ការពន្យល់ច្រើនទេហើយយ៉ាងលឿនគាត់ត្រូវបានគេជូនដំណឹងថាអគាររបស់បងប្រុសរបស់គាត់ហៀបនឹងដួលរលំហើយត្រូវបានគេព្រមានមិនឲ្យពិនិត្យមើលការដ្ឋានសំណង់នៅថ្ងៃនេះទេបើមិនដូច្នោះទេឆ្នាំក្រោយថ្ងៃនេះនឹងជាខួបមរណភាពរបស់គាត់ដោយមិននឹកស្មានដល់ចៅស្រីរបស់បុរសមានបំផុតពេលដូច្នេះបានស្ដីបន្ទោសយុវជននោះភ្លាមចំពោះការនិយាយមិនសមហេតុផលដោយនិយាយថាគ្រួសារស៊ូរបស់ពួកគេបានកសាងទ្រព្យសម្បត្តិរបស់ពួកគេក្នុងវិស័យសំណង់ហើយត្រូវបានគេស្គាល់ថាមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងការដួលរំគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះបុរសចំណាស់សន្មតថាយុវជននោះក្រពេកមិនអាចបង់ថ្លៃអាហារបានហើយបានឲ្យអ្នកបើកបររបស់គាត់ឲ្យគាត់ពីរយន្តដើម្បីផ្ញើគាត់ទៅយានជៀនមិនអាចបញ្ចុះបញ្ចូលគាត់បានទេគាត់ជាមនុស្សល្ងង់ខ្លៅយុវជនរូបនោះគ្មានជំរឿអ្វីក្រៅពីមិននិយាយអ្វីបន្ថែមទៀតទេប្រហែលជាដោយសារតែគាត់បានពន្យាពេលពួកគេដោយបើកឡានចុះប៉ុន្តែពេលពួកគេមកដល់ការដ្ឋានសំណង់អគារនោះក៏បានបាក់ស្រុតមហាសេដ្ឋីដែលបានរួចផុតពីការលំបាកនោះបានដឹងថាយុវជនដែលបានបញ្ឈប់គាត់គឺជាម្ចាស់ម្នាក់គាត់បានណែនាំចៅស្រីរបស់គាត់ភ្លាមឲ្យរកយុវជននោះហើយអរគុណគាត់ផ្ទាល់មិនថាមានរឿងអ្វីកើតឡើងក៏ដោយទន្ទឹមនឹងនេះយុវជនរូបនោះកំពុងតែធ្វើដំណើរត្រឡប់មកវិញស្រាប់តែគាត់បានទទួលសារប្រៀបធៀបមួយទៀតតាមទូរស័ព្ទរបស់គាត់សេរីភាពក្នុងទីផ្សារបដូរប្រាក់បរទេសដែលតែងតែត្រូវបានមើលងាយវានឹងកើនឡើង20ពិន្ទុនៅម៉ោង3រសៀលថ្ងៃស្អែកខណៈពេលដែលគាត់កំពុងរៀបចំខ្លួនដើម្បីរកលុយបានច្រើននៅក្នុងទីផ្សារជួញដូរនៅតាមផ្លូវគាត់ស្រាប់តែឃើញមិត្តស្រីរបស់គាត់ជិះឡានទំនើបមួយដោយមានការងឿងឆ្ងល់គាត់ក៏ប្រញាប់ទៅពិនិត្យមើលតែបែរជាឃើញនាងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងអាជីវកម្មដ៏ធំមួយជាមួយអ្នកស្នងមរតកចំនួនទី2ដ៏មានទ្រព្យស្តុកស្តម្ភម្នាក់យុវជននោះមានអារម្មណ៍ភ្លាមថាគាត់ត្រូវបានគេបោកប្រាស់ប៉ុន្តែមិត្តស្រីរបស់គាត់ដែលបានចុះពីឡានមិនបានខ្វល់ខ្វាយទេដោយនិយាយថាគាត់គ្រាន់តែជាកម្មករសាមញ្ញម្នាក់ហើយមិនព្រមសហការជាមួយបុរសអ្នកមាននោះទេបុរសអ្នកមានដ៏ក្រអឺតក្រទុំនោះដោយឃើញថាយុវជននោះបានបំផ្លាញផែនការរបស់គាត់ក៏ប្រមូលក្រុមចោរលន់ភ្លាមដើម្បីបង្រៀនមេរៀនដល់គាត់ប៉ុន្តែនៅពេលដែលមេដឹកនាំចោរប្លន់ហៀបនឹងវាប្រហារវិនាទីបន្ទាប់មកគាត់ត្រូវបានហុំព័ទ្ធដោយរថយន្តទំនើបរាប់សិបគ្រឿងវាបានបង្ហាញថានាយកប្រតិបត្តិស្ត្រីបានមកដើម្បីសងបំណុលដល់យុវជននោះនាងមានចិត្តសប្បុរសយ៉ាងខ្លាំងហើយបានប្រគល់សាច់ចំនួន10លានឲ្យគាត់ភ្លាមទោះជាយ៉ាងណាក៏ដោយចោរម្នាក់ក្នុងចំណោមចោរទាំងនោះដោយខ្វះសុជីវធម៌បានចាប់ផ្ដើមស្រែកប៉ុន្តែនាយកប្រតិបត្តិស្ត្រីនោះគ្រាន់តែគ្រោះវិដ័យឲ្យនាងហើយចោរទាំងនោះត្រូវបានបង្ក្រាបនៅនឹងកន្លែងដោយអង្គរៈរបស់នាងក្រោយមកយុវជននោះបានទៅក្រុមហ៊ុនរបស់នាយកប្រតិបត្តិស្ត្រីតាមការអញ្ជើញរបស់នាងជាកន្លែងដែលបុរសចំណាស់បានរងចាំជាយូរមកហើយគាត់ទូចចង់ក្លាយជាបងប្អូនប្រុសជាមួយយុវជននោះហើយបាននិយាយថាគាត់អាចសុំអ្វីដែលគាត់ត្រូវការគ្រួសារស៊ូនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយដោយឃើញបុរសចំណាស់មានសុជីវធម៌បុរសវ័យក្មេងមានអារម្មណ៍ខ្មាស់អៀនក្នុងការបដិសេធហើយនិយាយភ្លាមថាប្រាក់10លានដុល្លារដែលគាត់មានគឺជាអំណោយថ្លែងអំណរគុណពីគ្រួសារស៊ូបន្ទាប់មកគាត់បានអួតថាគាត់នឹងប្រើប្រាស់ប្រាក់នោះដើម្បីសាងអាណាចក្រចំនួនធំបំផុតរបស់ពិភពលោកខ្ញុំនឹងប្រើវាដើម្បីទទួលបានការបដូរប្រាក់បរទេសការបដូរប្រាក់បរទេសមែនទេទៀងសៀវយ៉ងការបដូរប្រាក់បរទេសគឺជាអ្វីដែលមនុស្សសាមញ្ញមិនអាចដោះស្រាយបានឥឡូវនេះមនុស្សគ្រប់គ្នានៅក្នុងទីផ្សារបដូរប្រាក់បរទេសកំពុងលក់ផ្លូវទីផ្សារអ្នកចង់លក់ខ្លីប្រាក់ដុល្លារអាមេរិកមែនទេខ្ញុំចង់លក់យូរលើប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលតិចជាង3ថ្ងៃនានាការទីផ្សារទាំងមូលអ្នកចង់បញ្ច្រាសនានាការតម្លៃតាមរយៈការជួញដូរស៊ីមេទ្រីមែនទេនោះតម្រូវឲ្យមានខ្សែសង្វាក់មូលធនដ៏ធំមួយ3ថ្ងៃក្រោយមកមុនពេលចុងបញ្ចប់នៃថ្ងៃជួញដូររដ្ឋាភិបាលនៃប្រទេសសេរីបានប្រកាសពីការដំឡើងប្រាក់ខែចំនួន30,000នេះអាចទៅរួចប្រទេសសេះនៃសម័យកាលកំពុងក្រហមចូលអ្នកណាដែលឡើងប្រទេសសេះនេះនឹងរងផលប៉ះពាល់ដោយពិភពលោកទាំងមូល
លោកតាខ្ញុំគិតថាលោកតាជាមនុស្សល្អណាស់ទាញយកប្រយោជន៍ពីឱកាសនេះខណៈពេលដែលអ្នកនៅតែមានពេលខ្ញុំមិនយល់ស្របទេគ្រួសារស៊ូរបស់យើងក៏មិនល្អដែរយល់ព្រមជីនលីងសេចក្តីប្រកាសអ្វីនៅក្នុងស្រះផ្លាស់ប្ដូរទៅតាមខ្យល់និងភ្លៀងចុះយ៉ាងណាវិញលើកនេះគ្រួសារស៊ូរបស់យើងនឹងនាំអ្នកទៅហាហាលោកតាគ្រួសារស៊ូរបស់យើងយុវជននោះបានមកដល់សាលពាណិជ្ជកម្មនៅថ្ងៃបន្ទាប់ហើយបានជួបនឹងអតីតមិត្តស្រីនិងគូប្រជែងសំខាន់របស់គាត់ដែលជាអ្នកមានចំនួនទី2បុរសម្នាក់ទៀតបានស្រែកជេរភ្លាមដោយនិយាយថាអ្នកដឹកជញ្ជូនដូចគាត់មិនស័ក្តិសមនៅទីនោះទេហើយថែមទាំងព្យាយាមឲ្យសន្តិសុខបណ្ដេញគាត់ចេញទៀតផងជាសំណាងល្អនៅពេលដ៏សំខាន់កូនស្រីច្បងរបស់គ្រួសារស៊ូបានមកដល់ដោយអះអាងថាយុវជននោះជាទីប្រឹក្សាវិនិយោគដែលនាងបានជួលជាអ្នកមានចំនួនទី2ទោះបីជាមានការទូចរបស់ពួកគេក៏ដោយពួកគេបានទូចថាប្រសិនបើយុវជនរូបនេះអាចភ្នាល់ទ្វេដងបានពួកគេមិនត្រឹមតែសងប្រាក់ភ្នាល់ដើម5លានប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់ឲ្យគាត់នៅប្រាក់ភ្នាល់បន្ថែម5លានទៀតបើមិនដូច្នោះទេគាត់នឹងមិនទទួលបានមួយកាក់មួយសេនឡើយទោះជាយ៉ាងណាក៏ដោយយុវជនរូបនេះបានទទួលយកបញ្ហាប្រឈមនេះយ៉ាងម៉ឺងម៉ាត់ទីផ្សារប្តូរប្រាក់បរទេសបានបើកតាមការគ្រោងទុកហើយខណៈពេលដែលមនុស្សជាច្រើនមានការសង្ស័យចំពោះជំហរយូរអង្វែងរបស់គាត់លើប្រាក់ដុល្លារអាមេរិកដោយសួរអំពីនិន្នាការធ្លាក់ចុះនៃទីផ្សារពួកគេក៏បានចំអកឲ្យគាត់ផងដែរប៉ុន្តែយុវជនរូបនេះនៅតែមិនភ័យខ្លាចហើយសូម្បីតែនាយកប្រតិបត្តិក៏បានជ្រើសរើសទុកចិត្តគាត់ផងដែរខណៈដែលប្រតិបត្តិការបានដំណើរការទៅយ៉ាងរលូនភាពតានតឹងកាន់តែកើនឡើងហើយក្មេងអ្នកមាននោះបន្តចំអកឲ្យយុវជននោះដោយជឿថាគាត់ប្រកាសជាចាញ់គាត់ថែមទាំងគំរាមថានឹងបង្ខំគាត់ឲ្យទទួលទោសទៀតផងប៉ុន្តែយុវជននោះបានរងចាំចំណុចរបត់ដែលគាត់រំពឹងថានឹងលេចឡើងទោះបីជាស្ថានភាពហាក់ដូចជាមិនអំណោយផលក៏ដោយ